ជំរាបសួរប្រិយមិត្តទាំងអស់គ្នាជាទីរាប់អានថ្ងៃនេះនាងខ្ញុំចាសូមមកឆ្លើយសំណួរប្រិយមិត្តដែលសួរខ្ញុំថាធ្វើយ៉ាងណាទើបខ្ញុំដឹងថាលោកតាពុយតាឌីហើយនិងលោកតាឃ្លាំងមឿងលោកបានទទួលបុណ្យដែលយើងឧទ្ទិសជូនទៅដល់លោកតាចាក៏ដូចជាឆ្លើយសំណួរមួយទៀតដែលបងអូនស្រីម្នាក់សួរខ្ញុំល្អមែនតើធ្វើយ៉ាងណាទើបយើងអាចឧទ្ទិសបុណ្យទៅដល់ចាបុព្វការីជនឬក៏លោកតាមេតបទាំងឡាយដែលជាបុព្វការីជនរបស់ខ្មែរបានចាសូមអញ្ជើញស្ដាប់ទាំងអស់គ្នាចាសូមអញ្ជើញអូនណាបងមកពីចែកទៀនវិញអូនឲ្យទទួលមេផលទាំងអស់គ្នាហងហើយលោកតាឃ្លាំងមឿងលោកតាឌីលោកតាតបងដៃគាត់សុំអើយអរគុណដល់អ្នកដែលជួយគាត់អ្នកដែលមានខាងហ្នឹងណាអរគុណខ្លាំងណាស់ព្រោះគាត់បានទទួលផលបុណ្យទាំងនោះហើយអរគុណដែលគាត់សម្រាយប្រាប់ពីប្រវត្តិដែលអ្នកទទួលយកបុណ្យនិងបាបនឹងមិនមែនពួកគាត់មិនមែនទទួលដោយដែលពពួកព្រាយគេដាក់សែនសំណែនដូចជាថានឹងទេពួកគាត់គឺអង្គសាវករបស់ព្រះអង្គសាវកដែលចុះមកជួយឥឡូវគាត់ទទួលតាមចិត្តបុណ្យដែលយើងដាក់ចែកទានហ្នឹងណាបានដល់គាត់ហើយគាត់ថាគាត់នឹងទៅជួយក្រុមគ្រួសារអ្នកដែលជួយបើកផ្លូវបុណ្យឲ្យគាត់ហ្នឹងឲ្យតែគាត់រំលឹកពេលណាគាត់ទៅដល់ពេលហ្នឹងហើយហ្នឹងលោកតាឌីហើយលោកតាមេតបឃ្លាំងមឿងតាឃ្លាំងមឿងគាត់និយាយថាច្រើនសតវត្សមកហើយមកដល់លឿននេះណាផ្សព្វផ្សាយពីធម៌របស់ព្រះពុទ្ធទេហើយក៏មិនដែលមានណានលឹកដល់ពួកគាត់ចឹងបើគេលឹកគេសែនជាសំណែនដល់សែនជាសំណែននឹងគាត់ទទួលយកអត់បានទេព្រោះគាត់សារវៈរបស់ព្រះមិនមែនពពុះព្រាយពពុះខ្មោចចឹងអ្នកដែលយល់អ្នកដែលស្ដាប់ដែលគាត់និយាយនឹងទៅយល់អ្នកនឹងសិទ្ធិបរិវាររបស់ព្រះទេចាចាអរគុណច្រើនប្រិមិត្តចាឥឡូវនេះខ្ញុំចាបានបង្ហាញហេតុផលទី1ច្បាស់លាស់ហើយគឺថាដោយអ្វីដែលបងស្រីអ្នកស្នងរូបបានលើកឡើងចឹងឯងចាទី2គឺហេតុផលទៅតាមគម្ពីរបត្រៃបិដកចាជាអវត្តព្រះសម្មាសម្ពុទ្ធចាមេរៀនព្រះអង្គបង្រៀនមានច្រើនណាស់តែក្នុងនោះខ្ញុំសូមលើកអំពីហេតុផលថាតើយើងអាចឧទ្ទិសបុណ្យដោយរបៀបណាហើយអ្នកទទួលដោយរបៀបណាដើម្បីយើងអាចឧទ្ទិសបុណ្យបានចាលុះត្រាតែយើងចាមានសិលបរិសុទ្ធមានចាការប្រកបរបរចិញ្ចឹមជីវិតល្អបរិសុទ្ធចាមិនកេងប្រវ័ញ្ចមិនអីផ្សេងអញ្ចឹងចាហើយបន្តមកទៀតយើងមានសទ្ធាជឿលើកម្មផលមានន័យថាជឿថាច្បាប់កម្មពិតជាមានផលនៃកម្មពិតជាមានហើយកម្មដែលយើងធ្វើគឺយើងជាអ្នកទទួលហើយអ្វីដែលយើងកំពុងបានគឺជាផលនៃកម្មរបស់យើងចានេះគឺជាការជឿលើច្បាប់កម្មផលចាបន្តមកទៀតលុះត្រាតែអ្នកទទួលនោះគាត់អនុមោទនាថាគាត់ទទួលយកចាសម្រាប់អ្នកដែលបដិសន្ធិនៅក្នុងនរកមិនអាចទទួលបានទេបដិសន្ធិជាសត្វដេរឆានក៏មិនអាចដែរប៉ុន្តែជាប្រែតជាអីហ្នឹងអាចបានបើសិនជាគេអនុមោទនាទទួលយកហើយនឹងទេវៈជាទេវតាចាដោយបងស្រីមានប្រសាសន៍អញ្ចឹងគឺលោកតាទាំងអស់ជាមេតបនោះលោកជាសាវកព្រះសម្មាសម្ពុទ្ធមានន័យថាលោកដល់កំណើតទេវៈហើយចាកំណើតខ្ពស់អញ្ចឹងលោកមិនអាចទទួលយកការសែនព្រេនដាក់នឹងដីឬមួយក៏សែនដូចយើងធ្វើនឹងទេចាគឺលោកទទួលអត់បានទេចាគឺលោកទទួលបានតែបុណ្យតែប៉ុណ្ណោះចាខ្ញុំឧទាហរណ៍មួយឧទាហរណ៍បើសិនជាខ្ញុំអត់មានអ៊ីនធឺណិតចាតើការបញ្ជូនវីដេអូខ្ញុំទៅប្រិមិត្តបញ្ជូនទទួលបានអត់បានទេហាក់ដូចជាខ្ញុំហ្នឹងចាប្រៀបធៀបថាខ្ញុំអត់មានបុណ្យគ្រប់ចាខ្ញុំអត់ស្ថិតនៅក្នុងលក្ខខណ្ឌដែលខ្ញុំអត់និយាយអំបញ្ញវិញគឺអត់មានការរក្សាសិលចាអត់មានអាជីវកម្មប្រកបដោយសមាអាជីវោចាលក្ខណៈចឹងទៅចាអញ្ចឹងក្នុងគណៈដែលខ្ញុំមានចំណុចហ្នឹងគ្រប់គឺប្រៀបដូចខ្ញុំមានអ៊ីនធឺណិតបញ្ជូនទៅបានប៉ុន្តែសម្រាប់អ្នកទទួលចាបើសិនជាខាងគាត់មិនមានអ៊ីនធឺណិត
ក៏មិនអាចទទួលបានដែរមានន័យថាទីតាំងហ្នឹងគឺមិនមានសេវាសម្រាប់ចាប់យកប្រព័ន្ធអ៊ីនធឺណិតឬក៏យើងអត់មានអ៊ីនធឺណិតហ្មងឧទាហរណ៍ដូចឋាននរកចឹងចាគឺជាតំបន់គ្មានសេវាអ៊ីនធឺណិតឧទាហរណ៍ចឹងណាចឹងទទួលយកអត់បានទេចាសត្វដេរឆានក៏នៅក្នុងចាទីតាំងមួយតំបន់មួយចាដែលជាទីតាំងដែលមិនអាចចាប់យកសេវានឹងបានដូចគ្នាចាគឺមានតែចាចឹងនិយាយថាម៉េចអ្នកដែលគេអាចចាប្រើប្រាស់ឬក៏ចាប់សេវាអ៊ីនធឺណិតនឹងបានទៅទទួលបុណ្យពីខ្ញុំបានហើយគេព្រមទទួលមែនទេចេះឧទាហរណ៍ខ្ញុំបញ្ជូនវីដេអូខ្ញុំទៅគាត់មានសេវាមានអីមកចប់ប៉ុន្តែគាត់អត់ព្រមស្ដាប់ចាអត់ទទួលយកអាហ្នឹងក៏អត់ដែរអញ្ចឹងន័យថាបើសិនជាប្រៀបធៀបទៅគឺដូចលោកអ្នកដែលចែកឋានទៅលោកអាចទទួលបុណ្យពីយើងបានតែលោកអត់ចង់ទទួលលោកអត់អនុមោទនាយកអាហ្នឹងក៏អត់បានដែរចាប៉ុន្តែលោកតាឃ្លាំងមឿងលោកបានផ្ដាំទៅបងស្រីចានិយាយក្នុងរូបនោះថាឲ្យទាំងអស់គ្នាហ្នឹងអនុមោទនាឲ្យបុណ្យមានថាគាត់កំពុងតែរងចាំហើយដើម្បីឲ្យអស់លោកមេតបទាំងអស់ហ្នឹងរួមទាំងលោកតាឃ្លាំងមឿងលោកតាពយលោកតាឌីហ្នឹងចាហ្នឹងមេតបទាំងអស់ដូចជាលោកដែលចូលដំដិនហ្នឹងដែលមេតបដូចជាកំរងតេងអញឡាក់ហ្នឹងចាលោកមានអនុភាពកាន់តែខ្លាំងចាដើម្បីប្រើអនុភាពហ្នឹងទៅកំចាត់ពួកបិសាចខាងសៀមចាពួកសត្រូវចាតាមរយៈយើងមើលអត់ឃើញក្នុងភ្នែកចាអញ្ចឹងនៅពេលដែលលោកប្រើអនុភាពលោកគ្របសង្កត់ពួកអស់ហ្នឹងមានន័យថាអនុភាពលោកខ្លាំងមែនតើនៅក្នុងការបញ្ជាចាបញ្ជានៅសង្គ្រាមឬមួយក៏ពេលដែលមានសង្គ្រាមមកដល់ហើយគឺការទម្លាក់គ្រាប់គឺมันអាចមានការប៉ះពាល់ទៅដល់ទាហានយើងបានទេឲ្យតែលោកមានអនុភាពគ្រប់អញ្ចឹងទាំងអស់គ្នាត្រូវព្យាយាមចាត្រូវប្រឹងប្រែងឧទ្ទិសបុណ្យតទៀតចាដើម្បីបញ្ជូនអនុភាពឲ្យអស់លោកហើយអស់លោកនឹងផ្ដល់នៅសេរីសុខស្ដីឲ្យយើងវិញនេះគឺជាពុទ្ធដីកាចាឥឡូវខ្ញុំអានពុទ្ធដីកាបងប្អូនស្ដាប់ចាខ្ញុំដកស្រង់ពីលោកតាមនីចាខ្ញុំអានឲ្យស្ដាប់អ្នកដែលបានធ្វើបុណ្យហើយឧទ្ទិសផលបុណ្យជូនញាតិជូនដល់បុព្វបុរសជាតិទាំងឡាយដែលបានចែកឋានទៅហើយឈ្មោះថាបានបំពេញញាតិធម៌ដល់ប្រពៃហើយអនុមោទនារួចហើយរមែងបែរក្រោយចាសំទោសលុះញាតិបានអនុមោទនារួចហើយរមែងបែរក្រោយឲ្យពរបីបាច់រក្សាមានសេចក្តីសុខព្រះពុទ្ធដីកាចាអញ្ចឹងច្បាស់ណាស់ចាថាការឧទ្ទិសបុណ្យការទទួលបុណ្យមិនមែនជារឿងលេងសើចទេគឺយើងកំពុងតែប្រតិបត្តិតាមមាគ៌ាព្រះសម្មាសម្ពុទ្ធជាម្ចាស់ដោយបងស្រីដែលអ្នកចូលរូបលោកមានប្រសាសន៍យ៉ាងលោកថាអ្នកដែលជឿដោយសារតែអ្នកនឹងជាសាវកព្រះចាចុះមានអីខុសបងប្អូនត្រូវចាគឺជឿលើកម្មផលចាគឺជឿលើកម្មផលជឿលើផលរបស់កម្មមានសទ្ធាជឿព្រះលោកសម្ដែងថាលោកសម្ដែងប្រាប់អលវកយៈថាអ្វីដែលប្រសើរជាងគេទាំងអស់ចាព្រោះសំណួររបស់អលវកយៈចាពេលព្រះផ្ចាញ់ព្រះអង្គពេលសំទោសពេលអលវកយៈផ្ចាញ់ព្រះអង្គណាចាយៈហ្នឹងសួរព្រះអង្គថាអ្វីជាទ្រព្យដ៏ប្រសើរចារបស់សត្វលោកព្រះអង្គឆ្លើយថាគឺសទ្ធាចាសទ្ធាហ្នឹងគឺទ្រព្យមហាសាលគ្មានទ្រព្យណាប្រសើរជាងសទ្ធាទេពីព្រោះកាលណាយើងមានការជឿលើព្រះពុទ្ធដីកាគឺយើងជៀសនៅក្នុងការធ្វើអំពើអាក្រក់ចាអញ្ចឹងយើងរស់នៅជាសុខក្នុងបច្ចុប្បន្នផងពេលដែលយើងស្លាប់ទៅយើងបានទ្រព្យមួយទៀតគឺទ្រព្យនៅក្នុងឋានសួគ៌នឹកឃើញអីគឺបាននឹងតែម្ដងចាឋានសួគ៌ជាន់ទីបានដូចជាន់ទី4ទៅចាក៏នឹកឃើញគឺមកចាអញ្ចឹងមានន័យថាសទ្ធាគឺអស្ចារ្យជាងអ្វីទាំងអស់ចាអញ្ចឹងពេលដែលបងប្អូនមានសទ្ធាបងប្អូនត្រូវដឹងថាខ្លួនឯងមានទ្រព្យមហាសាលរួចហើយអញ្ចឹងបន្តការប្រើសទ្ធាការប្រើសិលការប្រើអាជីពដែលមានសម្មាអាជីវោមានន័យថាអាជីពមិនពាក់ព័ន្ធនឹងជីវិតសត្វដូចជាការផលិតអាវុធការដែលតកតងនឹងការធ្វើឲ្យសត្វស្លាប់ចាទិញដូរលក់សាច់សត្វអីហ្នឹងចាលាក់មួយទៀតតកតងទៅនឹងការលក់នៅថ្នាំញៀនចាគឺត្រូវបោះចោលលុះត្រាតែយើងចាស្ថិតនៅក្នុងការគោរពលក្ខខណ្ឌហ្នឹងទៅយើងអាចឧទ្ទិសបុណ្យបានហើយអ្នកទទួលហ្នឹងអនុមោទនាទទួលយកហើយពួកគាត់មិនមែនជាចាសត្វនរកឬក៏សត្វដេរឆានពួកគាត់អាចទទួលបានហើយចាអញ្ចឹងយើងតស៊ូទាំងអស់គ្នាហើយប្រឹងប្រែងទាំងអស់គ្នាយើងនៅខាងជួរក្រោយមិនមែនត្រឹមតែយើងផ្ដល់អាហារឲ្យជនភៀសខ្លួននិងឲ្យសមរភូមិឲ្យរួចខ្លួនទេចាអ្នកជួរក្រោយត្រូវរក្សាសិលហើយបញ្ជូនធម៌ពលឲ្យទេវៈចាដែលជាអតីតបុព្វការីជនខ្មែរយើងមានកម្លាំងបុណ្យមហាសាលចាជួយជ្រោមជ្រែងតបយើងនៅពេលដែលមានសង្គ្រាមគឺតបទេវៈនៅពីក្រោយហើយគឺតបខ្មាំងមិនអាចឈ្នះទេចាគឺយើងឈ្នះពិតប្រាកដចាអរគុណជំរាបលាបាយបងប្អូនចា